បាទសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Adcam Chat ថ្ងៃនេះខ្ញុំបង្ហាញបងប្អូនអំពីមុខងារសំខាន់ដែលមាននៅក្នុង Adcam Chat ដើម្បីបងប្អូនយើងសម្រេចចិត្តថាគួរតែទិញ website នេះយកទៅប្រើប្រាស់ឬក៏អត់បាទគួរតែទិញកញ្ចប់ណាមួយយកទៅប្រើប្រាស់ឬក៏អត់អូខេនៅក្នុង website មួយបងប្អូនអាចចូលបាននេះអ្វីអញ្ចឹងមក adcamchat.com បាទបីអញ្ចឹងមកបាទ adcamchat.com អញ្ចឹងមកបងប្អូននឹងចូលមកដល់ផ្ទាំង home របស់ Adcam Chat ដែលនៅក្នុង Adcam Chat គឺវាមានបែងចែកច្រើនបងប្អូនមិនមែនតែមួយទេវាមាន chatbot មាន e-commerce មាន social media មាន analytics ច្រើនហើយវាមាន store បាទមានជាមួយនឹង affiliate នេះគឺអ្នកនរគ្នាអាចរកលុយបានជាមួយ website នេះតាមរយៈណែនាំអ្នកផ្សេងឲ្យមកគឺបងប្អូនបាន commission អញ្ចឹងណាក៏ប៉ុន្តែយើងបានបិទ affiliate ហើយនឹង store អញ្ចឹងចាប់ពីនេះមក1 2 3គឺអត់មានទេដោយសារតែយើងដាក់ពួកនេះមកគឺវាធ្ងន់ website អញ្ចឹងពេលដែលចូលប្រើទៅវាយឺតដល់ឥឡូវយើងដកចេញសិនព្រោះតម្រាំនឹងយើងចាប់ផ្ដើម change server ថ្មីនៅពេលដែលយើង change server ថ្មីគឺវានឹងដើរបានលឿនវិញអញ្ចឹងខ្ញុំនឹងធ្វើការដាក់អានេះចូលមកវិញអញ្ចឹងគឺឥឡូវហ្នឹងបច្ចុប្បន្ននេះគឺអត់ទាន់មានទេបាទអត់ទាន់មានទេអញ្ចឹងអូខេយើងចាប់ផ្ដើមមាន2ដែលយើងកំពុងប្រើរាល់ថ្ងៃនេះគឺ bot maker និង go live បាទនៅក្នុង bot maker គឺវាមាននេះបាទជាមួយនឹង comment automation មាន subscribe manager មាន messenger bot podcasting social posting ដែលបងប្អូនបានមើល promotion ពីមុនមកមុននឹងបងប្អូនចូលដល់កន្លែងហ្នឹងខ្ញុំជឿថាបងប្អូនបានមើលហើយcomment automation នេះគឺវាមានអត្ថប្រយោជន៍ច្រើនបាទគឺវាជួយឆ្លើយតប comment បាទអញ្ចឹងការឆ្លើយតប comment ខ្ញុំនិយាយអំពី post ទី1គឺ post នៅលើ post គឺនៅពេលដែលយើង post អីមួយបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការភ្ជាប់ពី website នេះទៅលើ post នៅក្នុង page របស់អ្នកទាំងអស់គ្នាហ្នឹងគឺអ្នកទាំងអស់គ្នាចង់កំណត់អ្វីខ្លះទី1គឺអ្នកទាំងអស់គ្នាកំណត់ឲ្យគេ comment ពីអីក៏បានដែរពេលដែលគេ comment មានអ្នកណាម្នាក់ comment នៅលើ post មួយនោះគឺpage របស់អ្នកទាំងអស់គ្នានឹងឆ្លើយតបសារអ្នកនោះដល់តោមតិចម្ដងបាទពាក្យពេចន៍ដែលផ្ញើសារអីហ្នឹងគឺចង់ផ្ញើសរសេរថ្មីគឺអ្នកទាំងអស់គ្នាអ្នកសរសេរខ្លួនឯងបាទគឺយើងអាចកំណត់បានពាក្យដាក់ខ្លួនឯងអញ្ចឹងវាងាយស្រួលសម្រាប់បងប្អូននេះការប្រើប្រាស់ចាំវីដេអូក្រោយអានេះគ្រាន់តែជាការបង្ហាញអំពីមុខងារនិងអត្ថប្រយោជន៍របស់វាដើម្បីបងប្អូនយើងចូលទៅប្រើប្រាស់បានតែប៉ុណ្ណោះអូខេមួយទៀតយើងកំណត់ពាក្យសម្ងាត់បាទយើងកំណត់ឥឡូវឧទាហរណ៍តើកំណត់ពាក្យថាតម្លៃអញ្ចឹងពេលដែលមានអ្នកណា comment ពាក្យថាតម្លៃពេលនោះ page របស់អ្នកទាំងអស់គ្នានឹងធ្វើការឆ្លើយតប comment អ្នកនោះភ្លាមពាក្យពេចន៍ឆ្លើយតប comment ក៏ដូចគ្នាដែរគឺត្រូវតែយើងដាក់ឆ្លើយតប comment មិនអស់ចិត្តទេបងប្អូនគឺវាអាចផ្ញើសារទៅបានទៀតអញ្ចឹងឆ្លើយតប comment អ្នកនងម្នាក់មួយហើយបើមាន3ទី1គឺពេលដែលគេ comment គឺ page របស់អ្នកនឹងចុច like comment របស់គេមួយផ្លាច់ភ្លាមឆ្លើយតប comment អ្នកនោះហើយផ្ញើសារទៅកាន់អ្នក comment ហ្នឹងតែម្ដងបាទអញ្ចឹងគឺវាមានភាពងាយស្រួលបែបហ្នឹងអូខេមួយទៀតគឺអាចលាក់ជាមួយនឹងពាក្យអូខេពាក្យដែលបងប្អូនមិនចង់ឲ្យមាននៅលើ post របស់អ្នកទាំងអស់គ្នាឧទាហរណ៍ថាពាក្យអីពាក្យដូចពាក្យអង់គ្លេសពាក្យ fuck you អញ្ចឹងណាអូខេដូរថតដល់ពាក្យ fuck you អញ្ចឹងយើងកំណត់ពាក្យ fuck you ហ្នឹងបើសិនជាមានអ្នកណា comment ពាក្យ fuck you នៅលើ post មួយហ្នឹងគឺpage របស់យើងនឹងធ្វើការលុបចោលដល់តោមតិចតែម្ដងអូខេអញ្ចឹងហើយគឺនៅពេលដែលអ្នកទាំងអស់គ្នាកំណត់ហើយអ្នកណាម្នាក់ comment ពាក្យ fuck you ហ្នឹងគឺ page របស់យើងនឹងធ្វើការលុបដល់តោមតិចបាទលុបចេញពី page ពី post របស់អ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងការភ្ជាប់ពី website នេះគឺមានអត្ថប្រយោជន៍អញ្ចឹងនៅក្នុង comment automation ក៏អាចប្រើទៅលើ live ផងដែរនៅពេលដែលបងប្អូនកំពុង live ផ្ទាល់ live លក់វ៉ាន់លក់អីចឹងណាគឺអាចលុបបាទ comment អ្នកណាក៏បានដែរបើសិនជា comment ហ្នឹងវាមិនល្អយើងកំណត់ពាក្យណាដែលជា comment ពាក្យមិនល្អអញ្ចឹងទៅពេលដែលគេ comment លើ line ទឹកនេះគឺវាចាប់ដើមលុបមួយទៀតគឺ comment ចំពាក្យដែលយើងកំណត់
បាទដូចបងស្រីមួយដែលគាត់ប្រើនោះគាត់ឲ្យ comment ពាក្យការ៉េ9អូខេអញ្ចឹងពេលដែលគាត់ចាប់ផ្ដើម live លក់ផលិតផលកំពុងតែ live បាទដល់កន្លែងដែលគាត់ត្រូវឲ្យភ្ញៀវតម្លាក់លេខប៉ុន្តែគាត់អត់ឲ្យភ្ញៀវតម្លាក់លេខឲ្យភ្ញៀវ comment ការ៉េ9បើសិនជាបងប្អូនទិញផលិតផលមួយហ្នឹងសូម comment ពាក្យថាការ៉េ9បាទនោះបងប្អូននឹងមាន page របស់យើងនឹងផ្ញើសារទៅពួកគាត់ឲ្យសូមពួកគាត់ចាំឆ្លើយតបសាររបស់ភ្ញៀវវិញរបស់ខាង page របស់យើងវិញអញ្ចឹងពេលដែលភ្ញៀវ comment ពាក្យការ៉េ9នៅភ្លាមលេខការ៉េ9នៅភ្លាមpage ធ្វើការ like comment មកគាត់មួយ reply comment ឆ្លើយតប comment ម្នាក់ហ្នឹងហើយផ្ញើឆាតទៅអ្នកហ្នឹងតែម្ដងអូខេឃើញទំនើបទេបងប្អូនគឺវាអស្ចារ្យកន្លែងហ្នឹងបាទមួយទៀតលេខទូរស័ព្ទបងប្អូនអាចឲ្យវា hide បាននៅពេលដែលគេ comment លេខទូរស័ព្ទមកនៅលើ live របស់អ្នកនរគ្នាហើយគឺឲ្យ hide ចេញ hide លេខទូរស័ព្ទហ្នឹងចេញបាទកុំឲ្យជនឆ្លៀតឱកាសមួយចំនួនគាត់យកលេខហ្នឹងខលទៅភ្ញៀវអញ្ចឹងណាបាទអញ្ចឹងពេលដែល hide ចេញហើយលាក់ comment នឹងចេញហើយគឺវាផ្ញើសារទៅឆ្លើយតប comment ម្នាក់នឹងម្ដងហើយគឺវាផ្ញើសារទៅកាន់អ្នក comment លេខទូរស័ព្ទហ្នឹងទៀតអញ្ចឹងយើងជាម្ចាស់ page គឺងាយស្រួលមែនតើបាទការកំណត់ទាំងអស់ហ្នឹងគឺយើងនឹងរៀននៅវីដេអូក្រោយបន្ទាប់ពីបងប្អូនបានមើលវីដេអូនេះចប់ការប្រើប្រាស់របៀបម៉េចគឺបងប្អូនធ្វើតាមដាប់ដោយមើលវីដេអូបានរំលងបាទគឺខ្ញុំជឿថាបងប្អូននឹងអាចធ្វើបាន 100% អូខេនៅក្នុង Messenger bot គឺបងប្អូនយើងអាចកំណត់សារច្រើនដែលអ្នកទាំងអស់គ្នាអាចឲ្យនៅពេលដែលគេឆាតមកអាចឲ្យ page អ្នកទាំងគ្នាឆ្លើយតបសារជាមួយពួកគាត់ដោយអូតូម៉ាទិកតែម្ដងណាបាទឆ្លើយតបឆាតរបស់ពួកគាត់គឺដោយអូតូម៉ាទិកបាទគឺវាមានចាំអូខេមាន bot reply setting មានច្រើននៅក្នុងមានដាក់ជាប៊ូតុងមានអីមកកណូបាទអញ្ចឹងដល់ពេលដែលមានអ្នកណាម្នាក់ឆាតចូល page របស់យើងគឺយើងអាចរៀបចំពីនេះទៅគឺឆាតរបស់យើងឆ្លើយតបជាមួយភ្ញៀវអូតូម៉ាទិកតែម្ដងបាទរបៀបប្រើចាំមើលវីដេអូក្រោយអូខេបាទមានអីទៀតគឺ broadcasting ហើយនឹងចាប់លេខទូរស័ព្ទពេល live ហ្នឹងគឺជាអ្វីដែលបងប្អូនយើងចង់បានហើយកំពុងតែពេញនិយមខ្លាំង broadcasting គឺការផ្ញើសារទៅកាន់អតិថិជនចាស់ឬក៏ follow up អតិថិជនរបស់យើងហ្នឹងមានន័យថាអ្នកដែលធ្លាប់ឆាតចូល page របស់អ្នកទាំងអស់គ្នាទាំងប្រមាណគឺយើងចាប់មកទាំងអស់ប្រមូលទិន្នន័យមកទាំងអស់ហើយគឺបងប្អូនអាចផ្ញើសារទៅកាន់ពួកគាត់បានគ្រប់ពេលបាទប៉ុន្តែបើបងប្អូនចូល direct ទៅ page បងប្អូនអាចផ្ញើបានម្ដងមួយប៉ុន្តែបើបងប្អូនភ្ជាប់ពី website នេះគឺបងប្អូនផ្ញើម្ដងគឺទៅទាំងអស់បាទផ្ញើបានទាំងអស់ប្រហែលពាន់អ្នកប្រហែល100អ្នកនៅក្នុងហ្នឹងគឺយើងផ្ញើបានទាំងអស់អូខេបាទអញ្ចឹងគឺវាពិតជាពិសេសមែនតើនៅពេលដែលអតិថិជនរបស់យើងច្រើនអញ្ចឹងវាមាន2 headផលទី1គឺអ្នកនរគ្នាចង់ប្រម៉ូទផលិតផលឥឡូវបងប្អូនលក់កៅអៅអញ្ចឹងកៅអៅនេះមាន promotion បញ្ចុះតម្លៃ 20% ក្នុងឱកាសចូលឆ្នាំខ្មែរក្នុងឱកាសបន់ប្រជុំបិណ្ឌអញ្ចឹងគឺបងប្អូនផ្ញើសារទៅកាន់ពួកគាត់អតិថិជនចាស់ៗរបស់យើងអ្នកឆាតជាមួយរបស់យើងពីមុនណាអ្នកខ្លះទិញអ្នកខ្លះមិនទិញអញ្ចឹងគឺនៅពេលដែលអ្នកទាំងគ្នាចាប់ផ្ដើមភ្ជាប់ពីនេះទៅយើងសរសេរពីនេះទៅសួស្ដីបងយើងមានបញ្ចុះតម្លៃ 20% អញ្ចឹងណាអូខេអញ្ចឹងអាពាក្យយើងសរសេរហ្នឹងយើងចុចពី website ហ្នឹងតែមកคลิกទៅបាទវានឹងផ្ញើទៅកាន់ពួកគាត់ទាំងអស់បាទដោយបងប្អូនចុចតែម្ដងហើយទៅផឹកកាហ្វេទៅអត់ចាំបាច់អង្គុយផ្ញើម្ដងមួយពិបាកបាទមួយទៀតគឺបងប្អូន live អូខេបាទបងប្អូនកំពុង live អញ្ចឹងចង់ឲ្យពួកគាត់ចូលមើល live របស់យើងក៏យើងអាចផ្ញើសារទៅបានដែរបាទលោតទៅចូលសាររបស់ពួកគាត់តែម្ដងអញ្ចឹងពួកគាត់ងាយមែនតើក្នុងការដែលចូលមើលការ live របស់អ្នកទាំងអស់គ្នាបាទនេះគឺជា broadcasting អត្ថប្រយោជន៍របស់វា social posting គឺអ្នកទាំងអស់គ្នាអាចផុសរូបភាពផុសវីដេអូឬក៏ផុសជា link ជាអត្ថបទបាទយើងអាចផុសទៅបាទនេះចាំមើលខ្ញុំបង្ហាញកន្លែងនេះ create new post អូខេនេះយើងអាចពិសេសជា text យើង upload ជា link រូបភាពវីដេអូចូលកន្លែងនេះមកយើងគ្រាន់តែសរសេរផុសរបស់យើងសរសេរថ្មីអញ្ចឹងទៅបាទរួចមកគឺយើងអាច select បាន page យើងនេះ page យើងមានប្រមាណគឺវាមានទាំងអស់ណាអូខេយើងអាចចុច page យើងមួយយើងចង់ផុសរូបភាពហ្នឹងទៅណាទៅនេះមួយ
យើងចង់ចោះយើងផុសតាណាទៀតបាទផុសទៅនឹងមួយបាទអូខេបាទយើងចង់ផុសទៅ page ណាខ្លះយើងចុចផុស now នឹងមកបាទយើងចុចនេះ create compact នេះមកអញ្ចឹងពាក្យ hi នេះវានឹងធ្វើការផុសទៅ3 page ដែលយើងកំណត់យើងចង់10 page 10 page យើង group យើងយក group នេះ group ណាបាទ group ណាទៀតអូខេអញ្ចឹងវាទៅក្នុង group ក្នុងpage នឹងទាំងអស់តែម្ដងអញ្ចឹងអានេះជាអ្វីដែលយើងងាយស្រួលយើងផុសតែម្ដងបានច្រើន page ច្រើន group អញ្ចឹងអូខេបាទនេះគឺជាអត្ថប្រយោជន៍នៅក្នុង board maker បាទនេះនៅក្នុង board maker នេះមួយទៀតនៅក្នុង go live អូខេ go live គឺអ្នកទាំងអស់គ្នាពេលដែលចូលក្នុង go live គឺអ្នកទាំងអស់គ្នាអាចអីគេអាច live អ្នកទាំងអស់គ្នាអាចធ្វើការចាំមើលខ្ញុំចូលឲ្យមើលសិនបាទអញ្ចឹងអ្នកទាំងអស់គ្នាអាច live អីខ្លះបាទឥឡូវយើងមើលសិននេះឃើញទេបាទឥឡូវយើងចុច Facebook មកយើងយក live streamបាទយើងគ្រាន់តែ share ចំណងជើងទៅ share caption បាទនេះយើងអាច upload វីដេអូរបស់យើងចូលបាទវីដេអូរបស់យើងពីមុនមកជាវីដេអូចម្រៀងវីដេអូរឿងឬក៏ live ចាស់របស់យើង download មកយើងយកមក upload កន្លែងនេះឬក៏យើងមានជា link របស់ Google Drive ឬក៏មួយក៏យើងមានជា Dropbox យើង copy link នេះមកដាក់មកហើយ link នេះគឺយើងអាចដាក់ link របស់ Facebook ហើយនឹង link YouTube បានប៉ុន្តែឥឡូវ link Facebook និង YouTube ហ្នឹងគឺយើងកំពុង pending វាអត់ទាន់ approve ទេអញ្ចឹងអត់ទាន់ប្រើបានយើងប្រើបាន3នេះអញ្ចឹងយើង upload វីដេអូ upload រូបភាពចូលមកបាទupload វីដេអូចូលមករួចអ្នកនរគ្នាចុចនេះមាន schedule ទៀតបងប្អូនចង់ផុសថ្ងៃណាចង់ live ថ្ងៃណាគឺមានទាំងអស់រួចអ្នកនរគ្នាចុចពាក្យ post now ហ្នឹងទៅពេលដែលចុចហើយគឺវានឹងធ្វើការ live ចូល page របស់អ្នកនរគ្នាកំពុងតែដូចយើងកំពុង live ផ្ទាល់អញ្ចឹងវានឹង load ពាក្យ live លើនេះតែម្ដងអូខេយល់ទេបាទនេះគឺជាអត្ថប្រយោជន៍ដែលបងប្អូនអាចសម័យមើលថា$15មួយខែឬក៏$150មួយឆ្នាំហ្នឹងគឺវាមានអត្ថប្រយោជន៍ស្អីខ្លះគឺអត្ថប្រយោជន៍ទ្វេដងបងប្អូនខ្ញុំប្រាប់បងប្អូនបើប្រើ website ខ្ញុំឃើញ website នៅស្រុកខ្មែរយើងខ្លះគ្រាន់តែយើងប្រើតានេះគ្រាន់តែប្រើតាឆ្លើយតប comment ហើយនឹង broadcasting នេះគឺមួយខែបងឲ្យគេជាង$100មកក្នុងមួយខែអញ្ចឹងមកប្រើមួយខែស្មើនឹងប្រើរបស់ខ្ញុំមួយឆ្នាំបាទហើយបើបងប្រើពួកនេះទៀតគឺអត់មានទេអ្នកខ្លះអត់មានទេគេមានតែ tool ធម្មតាហើយបើ Messenger bot នេះបងប្អូនអាចទៅមើល many chat មួយខែ$10រៀល$10បាទអញ្ចឹងបើ live stream នេះបងប្អូនប្រើនៅក្នុង website ផ្សេងគឺមួយខែគឺ8រៀលយ៉ាងតិច8រៀលអញ្ចឹងបងប្អូនសាក់បូកឲ្យតម្លៃនឹងមកគឺមួយខែត្រូវបើចង់ប្រើ option ឲ្យស្មើនឹង option នៅក្នុង Adcam chat នេះគឺបងប្អូនប្រហែលជាចំណាយលុយមួយខែចូល$200មួយខែចូល$200ប៉ុន្តែផ្ទុយមកវិញបងប្អូនចូលមកប្រើនៅក្នុង Adcam chat នេះគឺត្រឹមតែ$15មួយខែប៉ុណ្ណោះឬក៏$150ក្នុងមួយឆ្នាំគឺបងប្អូននឹងទទួលបានការប្រើប្រាស់ជាមួយនឹង option ទាំងអស់ហ្នឹងមុខងារទាំងអស់ហ្នឹងបាទពេញមួយខែពេញមួយឆ្នាំតែម្ដងបាទអានេះជាអ្វីដែលអត្ថប្រយោជន៍ដែលខាងខ្ញុំផ្ដល់ឲ្យហើយតម្លៃនេះខ្ញុំធានាថាជាតម្លៃដែលទាបបំផុតដែលយើងបានគិតថាដាក់នេះដើម្បីឲ្យបងប្អូនកូនខ្មែរជាច្រើនគាត់អាចប្រើប្រាស់បានព្រោះអ្នកខ្លះគាត់មិនមានសមត្ថភាពទៅប្រើប្រាស់ website របស់បរទេសមិនមានសមត្ថភាពក្នុងការប្រើប្រាស់របស់ថ្លៃៗអញ្ចឹងបងប្អូនអាចមានលទ្ធភាពមកប្រើប្រាស់របស់បែបនេះវាល្អប៉ុន្តែតម្លៃវាទាបបាទហើយមួយទៀតបញ្ជាក់ផងដែរថាវាមានសុវត្ថិភាពទ្វេដងបងប្អូនមិនបាច់ព្រួយបារម្ភថាខ្លាចប្រើ website របស់ខ្ញុំទៅធ្វើប៉ះពាល់ដល់ page មានបញ្ហាដល់ page ឲ្យតែបងប្អូនប្រើប្រាស់ទៅតាម policy របស់ Facebook បាទការភ្ជាប់ពី website នេះទៅគឺយើងក្រឹតក្រមទៅតាម API បាទជាប្រភេទwebsite official គឺយើងមានការទទួលស្គាល់ត្រឹមត្រូវ website នេះគឺបងប្អូនប្រើទៅគឺមិនមានបញ្ហាដល់ Facebook ឬក៏ Facebook page របស់អ្នកទាំងអស់គ្នាឡើយ
បាទនេះជាអ្វីដែលបងប្អូនត្រូវតែដឹងអញ្ចឹងបើបងប្អូនប្រើ website អ្នកផ្សេងយើងអត់ទុកចិត្តដឹងថា website គេធ្វើស្អីខ្លះគេដាក់ស្អីខ្លះពេលដល់គ្នា login Facebook login អីចូលទៅខ្លាចវាមានបញ្ហាប៉ុន្តែបើបងប្អូនប្រើក្នុង website របស់យើងនេះគឺយើងធានាបងប្អូន 100% ថាគ្មានហានិភ័យណាមួយកាត់ឡើងឬក៏ផលប៉ះពាល់អាក្រក់ដល់ page ឬក៏ Facebook របស់អ្នកទាំងអស់គ្នាឡើយអូខេអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយអំពីរបៀបក្នុងការចុះឈ្មោះប្រើនៅក្នុង bot maker នេះបាទយើងនឹងទៅរៀនដាក់ comment អូតូដាក់អីបន្តអញ្ចឹងទៅបាទអរគុណយើងជួបគ្នានៅវីដេអូក្រោយ